Pra mà rừng bóng cho phá này lang thang yôn hay anh mình vừa dần cổ chật tê anh cho mùi nâng cromរបស់anh đó srai nè đại mở về pro hà bị khangក្រោយខណៈពេលដែលខ្ញុំវិញដោះស្រាយជាមួយនឹងអ្នកនៅខាងមុខស៊ីងយុនបានឃើញចឹងក៏សួរថាតើជូហ្វានតាណានឹងប៉ុន្តែយុនហើយក៏តបវិញចង់ឲ្យអ្នករាល់គ្នានឹងស្ដាប់ទៅតាមសម្ដីរបស់គាត់បើសិនជាមិនចង់ឲ្យក្រុមរបស់ពួកយើងនឹងចាញ់ដោយភាពអាម៉ាស់តែក៏មានអ្នកតបវិញតើក្មេងដូចជាឯងនឹងចង់ឲ្យពួកយើងស្ដាប់តាមដែរឬយុនហើយក៏ថាជាមួយនឹងស្ថានភាពបច្ចុប្បន្នខ្ញុំគឺមិនអាចបញ្ចុះបញ្ចូលពួកគេនេះបានទេតែគណៈពេលនោះឈិងឆានក៏សួរតើនេះគឺជាការសម្រេចចិត្តរបស់ជូហ្វាមែនទេយុនហើយបានលើអញ្ចឹងក៏ងក់ក្បាលឃើញបែបនេះនាងក៏រៀងគិតពីការចាស់ចេញទៅរបស់ជូហ្វានយ៉ាងណានាងក៏សួរតើឯងចង់ខ្ញុំនឹងធ្វើអ្វីទៅនៅខាងនេះជូហ្វានក៏បានដើរទៅជួបជាមួយនឹងហងពូជីងធានចាប់តាំងពីនេះជាជុំទីពីទៅហើយលោកគូណាតែប្រាប់ខ្ញុំតើក្របថ្នាំមួយនោះផ្ទុកនៅទីកន្លែងណាជីងធានទៅវិញល្អខ្ញុំនឹងប្រាប់ឯងប៉ះសិនបើអ្នកផ្សេងនៅចំពោះមុខខ្ញុំវិញទោះបីជាបង្ហាញដបថ្នាំឲ្យឃើញហ្នឹងក៏មិនមែនជាបញ្ហាអ្វីដែរហើយឥឡូវនេះខ្ញុំបានឃើញតើអ្នកគ្រប់គ្រងចូលនឹងអាចធ្វើអ្វីតើលោកធ្វើដោយម្ដេចខ្លះដើម្បីទទួលបានវានោះជូហ្វានទៅវិញចាប់តាំងពីលោកប្រុសហងពូមិនចង់ប្រាប់ខ្ញុំតែហើយមានន័យថាខ្ញុំគឺចាញ់ហើយពូយើងមានតែចាំជួបគ្នានៅជុំទី3ទេឈិងធានទៅវិញជូហ្វានខ្ញុំទទួលស្គាល់ខ្ញុំមិនមានវិធីដើម្បីបញ្ឈប់ការចាស់ចេញរបស់លោកទៅបានទេហើយលោកក៏មិនមានវិធីដើម្បីបញ្ឈប់ខ្ញុំដូចគ្នាផងដែរប៉ុន្តែសម្រាប់ពួកគេនៅឯនោះវិញខ្ញុំគឺមិនអាចនិយាយដូចគ្នាទេក្រោយពីបាននិយាយចង់ចំគេក៏បានទះដៃឡើងរួចមនុស្សរបស់ចលងយូមីងជាមួយនឹងសារស្ដេចថ្នាំក៏បង្ហាញខ្លួនពួកគេមានសមាជិកច្រើនមែនទែនគោលដៅគឺកំណត់ទៅលើក្រុមរបស់ជូហ្វាននៅក្រោយជូហ្វានដឹងថាអ្នកដែលដឹកនាំវាហានោះមាន2នាក់គឺយៀនប៉ានគួយនិងយូយូសានគឺមិនបានឃើញលីនស៊ុនហ្វឹងនោះទេអញ្ចឹងរឿងមួយនេះមានតែទុកឲ្យយុនហៃជាអ្នកទូទាយប៉ុណ្ណោះនៅខាងណាធានយ៉ាងសរសើរទៅយុនហៃថាសាកសមមានឈ្មោះជាខ្លាទី5របស់ធានយូមែនឯយុនហៃក៏ស្រែកឡើងឲ្យអ្នករកគ្នានោះស្ដាប់តាមគាត់បំបែកគ្នាជា3ក្រុមទៅតាមគ្រួសារនីមួយៗពណ៌មកយូគឺជាផ្នែកដែលត្រូវស្ដាប់តាមបញ្ជារបស់ខ្ញុំឲ្យវាបហាពីខាងក្រោយឯគ្រួសារពីរផ្សេងទៀតត្រូវតែសហការគ្នាការពារពីជំហៀងរួចមិនត្រូវឲ្យក្បួនរបស់ពួកយើងនឹងបែកបាក់នោះទេចាប់ផ្ដើមបញ្ចេញសកម្មភាពនៅពេលដែលខ្ញុំបានផ្ដល់សញ្ញារីឯនៅខាងជូហ្វានវិញគាត់គឺឈរញញឹមធម្មតាឯឈិងធានក៏ចំអន់ទៅសម្ព័ន្ធមិត្តរបស់ជូហ្វានថាគ្រាន់តែជាកូនជៀមដែលប្រមូលផ្ដុំគ្នាជូហ្វានសួរបើវិញតើនេះក្រាញជាអ្វីដែលលោកចង់បានមិនអញ្ចឹងអីឈិងធានក៏រៀនឆ្ងល់ម្ដេចបានជាជូហ្វានមិនមានភាពភ័យខ្លាចអីអញ្ចឹងចំណែកឯនៅខាងយុនហៃវិញគាត់ក៏បញ្ជាឲ្យពួកគេចាប់ផ្ដើមផ្លាស់ទីពួកគេក៏ឆ្ងល់ព្រោះអីមិនទាន់នឹងបានវាផាផងតែក្រុមរបស់យុនហៃនឹងរត់ទៅខាងក្រោយពេលឃើញអញ្ចឹងពីរអ្នកគេនេះក៏បញ្ជាឲ្យសមាជិកគ្រួសាររបស់ពួកគេចូលទៅសម្លាប់តែម្ដងទៅគោលដៅរបស់ពួកគេគឺជាអ្នកដែលរត់ទៅខាងក្រោយនោះប៉ុន្តែអ្នកដែលដេញតាមបាជាស៊ីផ្លែដៃរបស់ធានយ៉ាងនិងធានសាងសម្បីតែស៊ីនយូនឹងក៏ចូលមកជួយផ្ដាច់ដូចគ្នារួចត្រឹមតែមួយផ្លែតអ្នកដែលសម្រុកចូលមកនេះបែរជាត្រូវស្លាប់អស់ឈិងធានក៏រៀងខឹងថាគ្នារបស់ខ្លួនអបប្រយោជន៍ប៉ុណ្ណឹងក៏ធ្វើមិនបានដែរឯនៅខាងនេះពីអ្នកកែនេះក៏បញ្ជាឲ្យជួនដំណឹងទៅកាន់អបៈលេនស៊ុនហ្វឹងនោះឲ្យទៅបញ្ឈប់អ្នកដែលចង់រត់គេចទៅពេលនោះដែរកញ្ជ្រួចផ្ដល់សញ្ញានឹងក៏បានចេញឡើងឃើញអញ្ចឹងវាក៏នេះឡើងដល់ពេលដែលខ្ញុំត្រូវបង្ហាញសមត្ថភាពហើយលើកនេះត្រីនៅលើជ្រុញទាំងអស់គឺមិនមានមួយណាអាចរត់បាននោះទេតែពេលនោះគេក៏ភ្ញាក់ផ្អើលព្រោះតែបានឃើញក្រុមរបស់ឈិងឆៃនឹងសម្ដៅចូលមករួចភ្លាមវាស្រាប់តែស៊ីមួយកំភ្លៀងរបស់ឈិងឆៃរីឯជូហ្វាននៅខាងនេះសើឡើងចំអកបន្តិចរួចបន្តថាលោកប្រុសតូចហងពូខ្ញុំគិតថាវាពិបាកណាស់ដែលចង់ឲ្យពួកគេនោះចាក់ចេញទៅអបៈនេះលេងអញ្ចឹងក៏រៀងខឹងដែរតែក៏តបទៅធម្មតាវិញហើយសរសើរទៅជូហ្វានថាមានទាំងប្រាជ្ញាជាមួយនឹងកម្លាំងលោកក៏បានរៀបចំគម្រោងការមួយនេះរួចរាល់ទៅហើយជូហ្វានទៅវិញអត់ទេនេះមិនមែនជាគម្រោងការទេខាងគ្នារបស់ខ្ញុំពួកគេគិតធ្វើអញ្ចឹងដោយខ្លួនឯងលោកទៅសរសើរពួកគេនោះទៅកុំសរសើរមកលើខ្ញុំអីជីងធានដល់ពេលលើអញ្ចឹងតបទាំងរៀងខឹងថាខ្ញុំមិនចង់អស់ទាញពួកគេនោះឲ្យចូលមកពាក់ព័ន្ធទេប៉ុន្តែលោកធ្វើឲ្យខ្ញុំគ្មានជំរឿជូហ្វានទៅវិញបានចឹងតើលោកនឹងធ្វើយ៉ាងម៉េចតើលោកចង់ទៅកាច់កពួកគេនោះដោយខ្លួនឯងមែនទេបានចឹងមែនលោកមានតែត្រូវឆ្លងកាត់ខ្ញុំសិនអបៈនោះតវិញថាការបញ្ចូលរបស់ពួកយើងនឹងគឺបានកំណត់រួចទៅហើយប៉ុន្តែរឿងដំបូងនិយាយបានត្រឹមណាគេក៏ស្រែកឡើងយ៉ាងខ្លាំងជូហ្វានលើអញ្ចឹងគិតឡើងតែនេះជាសម្រេចនេះគឺជាសិល្បៈក្បាច់គុណពិសេសដូចទៅនឹងស្នៀតបិសាចខ្ញុំដែរពួកវាទាំងពីរប្រភពដើមគឺចេញមកពីសត្វនាគហើយទេដែលគេនេះគឺជាសត្វនាគនោះប៉ុន្តែដូចជាមិនត្រូវឡើយ
បើសិនជាអញ្ចឹងមែនគេគួរណាតែមានធម៌ពលនឹងខ្លាំងជាងគូសានថងរីឯការប្រយុទ្ធគ្នានៅខាងណាវិញពួកគេក៏ឆ្លតែមានការរំជួយដីមែនទេហើយភ្លាមនោះយើងក៏បានឃើញសាបញ្ញាថ្នាក់ទី3ក្រពើឈាមបានលើកចេញមកជាច្រើនយន្តហែក៏គិតទៅដល់សម្បីដែរពុកធေါ်បានធ្លាប់ប្រាប់នៅខាងឈွန်រងពួកគេនោះគឺពូកែគ្រប់គ្រងសត្វវិញ្ញាណប្រើប្រាស់សត្វវិញ្ញាណជាកងទ័ពជួយទៅដល់ការធ្វើសង្គ្រាមប៉ុន្តែខ្ញុំមិននឹកស្មានថាហងពូជីងធានអាចធ្វើអញ្ចឹងបានដែរទេសៀងយុនក៏លន់មកតើហងពូឈីងធានគឺជាអ្នកកោះហៅពូវានោះយន្តឲ្យបន្តសត្វចម្លែកហងពូឈីងធាននេះមិនមែនជាមនុស្សទេប៉ុន្តែខ្ញុំនិងលបងជូហ្វានបានព្យាករទុកមុនពីការវាយផារបស់សត្រូវតែពួកគេអាចប្រើប្រាស់កពើឈាមដើម្បីជាទ័ពរបស់គេបានមនុស្សឃើញច្បាស់ជាមានភាពភ័យខ្លាចប៉ុន្តែឲ្យតែមានលបងជូហ្វាននៅទីនេះគឺអាចបញ្ជាពេលវេលាឲ្យពួកយើងបានគ្រប់គ្រាន់ស៊ីញយូនៃឡាយមើលទៅជួបវាសនារបស់ពួកយើងសិននៅលើដៃរបស់ជូហ្វានហើយនាងអាប្រាប់ថាកុំអារម្មណ៍អីលបងជូហ្វានច្បាស់ជាអាចធ្វើបានជូហ្វានក៏បានឃើញកពើឈាមទាំងអស់នោះកំពុងតែសម្បាយចូលមកជូហ្វាននិយាយឡើងតាំងរៀងសើចចំអកបន្តិចសត្វខាងវិញ្ញាណឬលោកប្រុសតូចខងពោមួយតែលោកដូចជាមានទំនុកចិត្តពេកហើយជាមួយនឹងសមត្ថភាពរបស់លោកនេះហើយណានាទៅដឹងថាលោកប្រុសតូចហងពូអាចគ្រប់គ្រងសត្វវិញ្ញាណទាំងអស់នេះបានឈិនធានតបថាមិនចាំបាច់សរសើរទេនេះគ្រាន់តែជាល្បិចធម្មតាប៉ុណ្ណោះជូហ្វានតបថាហងពូឈិនធានគឺមានទំនុកចិត្តណាស់គេក៏តវិញនេះមិនមែនជាទំនុកចិត្តទេប៉ុន្តែទាំងអស់នេះគឺជាការផ្ដល់ឲ្យរួចគេក៏អួតថាសត្វវិញ្ញាណទាំងអស់នេះមានតែត្រូវស្ដាប់តាមស្ដេចរបស់វាទេដល់ពេលលើអញ្ចឹងទៅជូហ្វានក៏ចង់ភ្នាល់គ្នាជាមួយនឹងអាប៉ែតនោះលើអញ្ចឹងក៏សួរតើចង់ភ្នាល់គ្នាពីអ្វីជូហ្វានតបថាគឺកងទ័ពសត្វវិញ្ញាណរបស់លោកគឺមិនអាចឆ្លងកាត់បន្ទាត់ដែលខ្ញុំបានគូនេះបានឡើយលើអញ្ចឹងអាប៉ែនេះតតែរៀងខឹងថាអួតអាងពេកហើយជូហ្វានបន្តបើអញ្ចឹងតើលោកប្រុសតូចហងពូនឹងយកព្រើមដែរទេរង្វាន់ដែលត្រូវផ្ដល់ឲ្យវិញគឺជាគ្រាប់ថ្នាំពិសេសរបស់ពួកយើងរៀងៗខ្លួនដោយអ្នកឈ្នះនឹងទទួលបានគ្រាប់ថ្នាំនោះលើអញ្ចឹងអាប៉ែនេះក៏គិតហើយច្បាស់ណាស់ជូហ្វានគឺមានសន្លឹកអាចប៉ុន្តែមិនជឿថាជូហ្វាននឹងអាចធ្វើវាបានទេដល់អញ្ចឹងទៅក៏យកព្រើមរួចឲ្យជូហ្វាននឹងបញ្ឈប់សត្វវិញ្ញាណចំនួន10000ក្បាលជូហ្វានឆ្លើយតបវិញថាបើអញ្ចឹងលោករងចាំហើយមើលដល់ខ្លួនឯងទៅរួចយើងក៏ឃើញកពើឈាមទាំងអស់នោះជិតឆ្លងបន្ទាត់ជូហ្វានបានហើយរួចវាថែមទាំងហ៊ានចង់មកលោតខាំជូហ្វានពីខាងក្រៅទៀតប៉ុន្តែភ្លាមនោះចំហាដាភ្លើងពណ៌ខៀវក៏បានបញ្ចេញមកគឺចាប់ផ្ដើមសាយភាយពាពេញទីកន្លែងមួយនោះកពើឈាមត្រូវហើយក៏ផិតភ័យរួចក៏នាំគ្នារត់គេចមិនថាគ្នាគេឬគ្នាឯងទេឃើញចឹងគឺសុទ្ធតែចំហមាត់ចំណែកខងពូឃើញចឹងគិតឡើងតើរឿងនេះអាចទៅរួចយ៉ាងម៉េចតើសត្វខាងវិញ្ញាណទាំងអស់រត់ចាស់ចេញពីគេឬយូសានៃឡើងក្រែងនេះគឺជាសន្លឹកអាចរបស់លោកប្រុសតូចយើងឬបានគួយក៏ឡើងមើលទៅលោកប្រុសតូចនេះទទួលបានអារម្មណ៍ដូចជាពួកយើងហើយដោយទង្វើរបស់ជូហ្វានដូចជាទាំងម្ដាយកណ្ដាលមុខជូហ្វាននេះគេគឺជាគ្រោះថ្នាក់ដ៏ធំនៅខាងនេះយន្តហើយក៏សុំទោសទៅកាន់សម្ព័ន្ធល្មើសរបស់គេដែលបានវិនិច្ឆ័យខុសពីសមត្ថភាពរបស់ជូហ្វាននាងនិយាយឡើងឃើញទេដូចដែលខ្ញុំបានថាហើយស៊ីញយុនមានតែនិយាយឡើងថាគេទាំងពីរនោះគឺពិតជាសត្វចម្លែកមែនតែមានរឿងអ្វីទៅដែលពួកគេមិនអាចធ្វើបានចំណែកឯឈិងយុនវិញគេក៏ចាប់ផ្ដើមខឹងអូរ៉ារបស់គេក៏ចាប់ផ្ដើមចេញមកបន្ទាប់មកក៏ស្រែកឡើងប្រាប់ឲ្យសត្វវិញ្ញាណទាំងអស់នោះឈប់ផ្លាស់ទីចេញទៀតដល់ពេលអញ្ចឹងទៅកពើឈាមទាំងអស់នោះក៏បានបែរក្រោយមកវិញដល់ពេលបានឃើញអញ្ចឹងអាប៉ែនេះក៏ចាប់ផ្ដើមញញឹមឡើងវិញតែណាសត្វកពើទាំងអស់នោះឃើញជូហ្វានហើយគឺមានតែរត់ចាក់ចេញទៅថែមដល់អញ្ចឹងអាប៉ែនេះក៏ខឹងរួចក៏លោតទៅវាផាទៅលើក្រពើឈាមនោះព្រមទាំងសួរឡើងតើពួកឯងឈប់ឬក៏ចង់ស្លាប់ហើយរីបានជាពួកវាមិនស្ដាប់តាមយើងគឺជាស្ដេចរបស់ពួកវាជូហ្វានក៏និយាយឡើងលោកប្រុសតូចហងពូកុំបាក់ទឹកចិត្តអីនេះមិនមែនជាលើកដំបូងទេដែលលោកបានចាញ់ខ្ញុំនោះមើលទៅការភ្នាល់គ្នាលើកនេះខ្ញុំជាអ្នកឈ្នះហើយតើលោកនឹងផ្ដល់រង្វាន់តាមសម្ដីរបស់លោកដែរឬទេអាប៉ែនោះរៀងស្ងាត់បន្តិចរួចក៏តបវិញថាសម្ដីរបស់យើងដូចជាមាសតែឯងគិតថាយើងមិនគោរពពាក្យសន្យាឬជូហ្វានសារឡើងដល់តវិញលោកប្រុសតូចហងពូពិតជាមានល្បិចកលមែនខ្ញុំគិតថាស្មានតែលោកនឹងបានផ្ដល់វាឲ្យទៅកាន់មនុស្សពិការដើម្បីរក្សាទុកទៀតហើយទេតាឈិនធានទៅវិញបន្ទាប់ពីរឿងដែលបានកើតឡើងចំពោះគ្រាប់ថ្នាំលើកមុនឯងគិតថាខ្ញុំល្ងងឲ្យវាជាអ្នករក្សាទុកម្ដងទៀតឬក៏ផ្ទាត់ដបថ្នាំនោះចេញទៅឲ្យជូហ្វាននឹងទទួលយកដល់ពេលបានឃើញអញ្ចឹងជូហ្វានក៏រៀងភ័យផងដែរព្រោះតែកម្លាំងរបស់ប៉ែនោះដែលបានផ្ទាត់មកនឹងគឺខ្លាំងមែនទែនគ្រាន់តែការផ្ទាល់ហ្នឹងគឺមានធម៌ពលអញ្ចឹងហើយអាឡិតនេះគឺជាសត្វចម្លែកគឺជាអ្នកវឹកហាត់រាងកាយពេលរបស់ខ្ញុំគឺអន់ជាងរាងកាយរបស់ប៉ែនេះឆ្ងាយណាស់ភ្លាមជើងរបស់វាក៏សម្ដៅមករើក្បាលជូហ្វានដោយចំហាយដែលបានសាយភាមកនេះធ្វើឲ្យដីនៅខាងក្រោមប្រែបែកឡើងពេញនឹងចំណែកឯជូហ្វានដៃរបស់គាត់ដែលបានរើនឹងស្រាប់តែបាក់ឆ្អឹងប៉ែឈិងធានក៏បន្តថាជូហ្វានខ្ញុំមិនអាចឲ្យឯងនៅរស់បានទេក្រោយពីនេះអញ្ចឹងហើយក៏យាយជើងរបស់វាតទៅកាន់ជូហ្វាន
ដោយការតរបស់វានេះគឺបានឆ្លងការរាងកាយចុះហ្វានតែម្ដងប៉ុន្តែនេះគ្រាន់តែជារាងកាយបំផុសរបស់ចុះហ្វានទេឈិងធានក៏ដឹងថាចុះហ្វានតើជំនាញរបស់ឯងនេះពូកែតែខាងរត់ទេឬចុះហ្វានក៏ថាមើលទៅពិបាកណាស់ដែលចង់ដោះស្រាយជាមួយនឹងអាប៉ែនេះរួចចុះហ្វាននេះឡើងត្រូវហើយការរត់ការធ្វើឃាតការសង្កេតជាមួយនឹងការបង្កប់ខ្លួនហើយមិនភ្លេចនោះទេពីអ្វីដែលខ្ញុំចូលចិត្តគឺជាការលួចចិញ្ចៀនផ្ទុកវាពិតជាអស្ចារ្យណាស់តែលោកមិនគិតបែបហ្នឹងទេមនុស្សចម្លែកខាងលើនិយាយឡើងពីអ្នកគេនេះជាសត្រូវពីធម្មជាតិនេះគឺជាទេពកោសល្យដែលលេចឡើងនៅក្នុង10000ឆ្នាំម្ដងតែខ្ញុំគួរតែយកពួកគេទាំងពីរនាក់នេះល្អដែរទេដូចជាអត់ទេពិភពលោកនេះមិនធំគ្រប់គ្រាន់ឡើយសម្រាប់ពួកគេទាំងពីរការប្រយុទ្ធរបស់ពួកគេត្រូវបានកំណត់ទុកហើយវាគ្រាន់តែជាបញ្ហាពេលវេលាតែប៉ុណ្ណោះជំរឿដែលល្អបំផុតមានតែរើសយកពីណាគេដែលឈ្នះទេក្រោយមកខំពូឈិងធានថាឲ្យកូនចៅខ្លួនថាតើពួកឯងនៅសម្លឹងមើលអ្វីទៀតហើយបានជាពួកឯងមិនទៅសម្លាប់ពួកគេនោះឲ្យអស់ទៅលើអញ្ចឹងពួកគេនេះក៏ចាប់ផ្ដើមនាំគ្នាឡោមព័ទ្ធយន្តហៃក៏ថាមិនល្អទេក្បួនដែលពួកគេបានរៀបចំមុននឹងត្រូវបានរំខានដោយក្រពើឈាមដល់អញ្ចឹងក៏ផ្លាស់ប្ដូរទៅជាក្បួនឋានសួគ៌និងផែនដីចំនួន3ជុំប្រាប់ឲ្យរាល់គ្នានឹងក៏បញ្ញាប់គឺត្រូវតែកាត់បន្ថយចំនួនរបស់ពួកគេនោះបន្តិចម្ដងរីឯចុះហ្វានកាត់ឡើងបើសិនជាក្រុមរបស់ពួកគេនោះនៅតែជាប់នៅទីនេះខ្ញុំមិនអាចចាក់ចែងបានទេមិនយល់មិនចាប់ចុះមិនចប់ច្បាស់ជាត្រូវស្លាប់ហើយចំណែកឈិនធាននិយាយឡើងថាចុះហ្វានឯងឃើញទេខ្ញុំនឹងបំផ្លាញពួកគេនោះចុះហ្វានតវិញលោកដឹងទេការដែលធ្វើអញ្ចឹងខ្លួនឯងថោកទាបកម្រិតណាលើពីនេះលោកក៏បានធ្វើបាបពួកគេនោះរួចម្ដងហើយតើចង់ធ្វើបានទេឬឈិនធានតវិញពិតណាស់ខ្ញុំស្អប់ខ្ពើមពួកគេនោះខ្លាំងប៉ុន្តែឥឡូវឯនៅទីនេះរឿងគ្រប់យ៉ាងនឹងត្រូវបានផ្លាស់ប្ដូរយើងនឹងធ្វើបាបពួកគេនៅចំពោះមុខរបស់ឯងចុះហ្វានលើអញ្ចឹងក៏រៀងខំផងដែរហើយគិតថាដូចអ្វីដែលខ្ញុំបានគិតឈិនធានទុកពួកគេនោះឲ្យមានជីវិតដើម្បីងាយស្រួលរារាំងខ្ញុំតែគាត់និយាយឡើងលោកប្រុសតូចតែពិតជាគិតថាខ្ញុំនឹងឲ្យពួកគេនោះអូសទាញខ្ញុំទៅជាមួយដែរមែនទេលើបែបនេះឈិនធានក៏សម្អាតទៅរកក្រុមរបស់យន្តហៃដោយនិយាយថាក្រែងនៅក្នុងចំណោមពួកគេនោះក៏មានលោកប្រុសតូចរបស់ឯងដែរឬចុះហ្វានលើអញ្ចឹងក៏សួរទៅវាផាពីខាងក្រោយឯឈិនធាននេះក៏បានដឹងហើយឬក៏បានខ្លួនទៅវិញដែលសួរថាទីបំផុតឯងក៏បានសម្រេចចិត្តវាប្រហារហើយនិយាយចប់ក៏យាកំណាប់ដៃរបស់គេម៉ាត់ចេញទៅចុះហ្វានដល់ពេលឃើញអញ្ចឹងបើកភ្នែកធំតែម្ដងឯរបស់ឈិនធាននេះបានធ្វើឲ្យផ្ទៃដីនឹងរំជួយឡើងពេញនឹងមួយដៃនេះក៏ជះឥទ្ធិពលមកដល់ទីកន្លែងនៅខាងនេះផងដែរមិនថាគ្នាគេឬគ្នាឯងទេសុទ្ធសឹងតែរើងរបួសចុះហ្វានក៏កិច្ចខ្លួនមកខាងលើដោយគិតឡើងតែនេះជាធម្មពលអ្វីទៅវាគួរឲ្យខ្លាចណាស់ទោះបីជាខ្ញុំមិនខិតខំឲ្យអស់ពីសមត្ថភាពក៏មិនអាចឈ្នះបានដែរឈិនធាននិយាយឡើងថាចុះហ្វានឥឡូវនេះយើងលែងខ្វល់ហើយចាំមើលថាឯងអាចបញ្ឈប់យើងបានយូរប៉ុណ្ណាទៅបានលើអញ្ចឹងចុះហ្វានក៏បានស្ទុះហោះចូលទៅក្រោមវិញផ្លាស់ទីបន្តិចបានទៅដល់ជំហានខ្លួនរបស់ឈិនធានឬក៏បានប្រើជើងរបស់ខ្លួននឹងទាត់ចេញទៅឈិនធានយកដៃរើហើយសួរថាតើឯងបញ្ញាប់អញ្ចឹងឬរួចដៃគេមកខាងទៀតប្រមូលផ្ដុំធម្មពលពោពេញទៅដោយរុនតែវាចេញទៅធ្វើឲ្យទីកន្លែងមួយនេះរំជួយសារជាថ្មីឃើញចុះហ្វានកិច្ចទៅមកខាងចឹងគេក៏និយាយឡើងឯងគឺលើកនេះគឺអាចកិច្ចបានប៉ុន្តែយើងមិនជឿថាឯងអាចកិច្ចចេញពីយើងនឹងបានគ្រប់ពេលទេចុះហ្វានបានលើអញ្ចឹងតមករបស់គាត់មិនសូវជាល្អប៉ុន្មានឡើយរីឯពួកគេនៅខាងនេះក៏បានឃើញការប៉ាតង្កេតគ្នារបស់អ្នកទាំងពីរនោះដែរសិងយន់និយាយឡើងមើលទៅសំបីតាចុះហ្វានក៏មិនអាចបញ្ឈប់ហងពូឈិនធានបានដែរឈិនឆៃនិយាយឡើងនេះគឺពួកយើងព្រោះតែហងពូឈិនធានកំពុងតែបង្ខំចុះហ្វានពួកយើងត្រូវតែចាស់ចេញពីទីនេះឲ្យបានឆាប់យន់ហៃតបថាប៉ុន្តែឥឡូវពួកយើងនៅក្នុងអន្តៈនឹងសមាជិករបស់ពួកយើងក៏ទៅទៀតតើពួកយើងអាចបំបែកចាក់ចេញទៅយ៉ាងម៉េចឈិនឆៃនាងបានលើអញ្ចឹងក៏រៀងគិតបន្តិចឬក៏សួរទៅកាន់អ្នករកគ្នាថាតើបាននាំយកសត្វខាងវិញ្ញាណតខ្លួននឹងមកដែរទេធានសាងជាមួយនឹងស៊ីងយន់លឿនអញ្ចឹងក៏ចាប់ផ្ដើមនឹកឃើញឈិងឆៃបន្តប្រើប្រាស់សន្លឹកអារបស់ពួកយើងប្រើប្រាស់សត្វខាងវិញ្ញាណនឹងដើម្បីជួយបើកផ្លូវរួចនាងក៏បានបញ្ចេញសត្វវិញ្ញាណថ្នាក់ទី5របស់នាងដែលជាប្រភេទតន្ត្រីតកកធានសាងក៏មានសត្វវិញ្ញាណថ្នាក់ទី5ដែរដែលជាខ្លារខិនពពកមាស៊ីងយន់ក៏មានសត្វវិញ្ញាណថ្នាក់ទី5ផងដែរគឺពស់ភ្លើងឋានសួគ៌កូនចៅរបស់ពួកគេនោះដល់ពេលបានឃើញសត្វខាងវិញ្ញាណអញ្ចឹងក៏នាំគ្នារត់គេចរួចឈិងឆេងក៏ឲ្យយន្តហៃនឹងប្រើប្រាស់ក្បួនដើម្បីឲ្យពួកយើងនឹងងាយស្រួលរត់គេចតែភ្លាមនោះយូសានសើចឡើងដោយនិយាយឡើងឈូឈិងឆេងតែមិនគិតថាពួកយើងទាំងអស់គ្នាសុទ្ធតែមកពីគ្រួសារទាំង7ទេតែគិតថាមានតែខាងនាងទេដែលមានសត្វខាងវិញ្ញាណនោះកុំគិតថាពួកយើងនឹងងាយស្រួលដោះស្រាយពួកយើងគ្រាន់តែទន់ខ្សោយជាងនាងបន្តិចប៉ុណ្ណោះបានលើអញ្ចឹងតមករបស់ឈិងឆេងក៏រៀងពិបាកផងដែរហើយនៅខាងសត្រូវនោះក៏មានសត្វវិញ្ញាណថ្នាក់ទី5ដែលជាអន្ត្រីភ្លើងហើយប៉ែប៉ានគួយនោះក៏មានសត្វវិញ្ញាណថ្នាក់ទី5ដែលជាពីងពីងភ្នែកម្រើយ
អបសនហ្វឹងក៏មានសព្វញ្ញឋានៈទី5ដែរគឺសត្វស្លូតខ្យល់កញ្ចក់9ទោះជាអញ្ចឹងសព្វញ្ញរបស់ពេលនេះទូចពេកដល់ពេលអញ្ចឹងទៅគឺគ្មានជួយអីបានទេឆេងឆេងដល់ពេលឃើញអញ្ចឹងគាត់ថាស្ថានភាពមួយនេះគឺកាន់តែអាក្រក់ជាងមុនទៀតដល់អញ្ចឹងក៏សួរទៅអ្នកផ្សេងតើមានសព្វញ្ញឋានៈទី5ដែលអាចជួយបានដែរឬទេធានប៉ាតបថាពួកយើងមិនមែនជាគ្រួសារទាំង7ឡើយអញ្ចឹងតើមានសព្វញ្ញឋានៈទី5ហ្នឹងយ៉ាងណាស្ថានភាពអាក្រក់មួយនេះហងពូឈីងធៀងក៏បានកត់សម្គាល់ដែរឃើញបែបហ្នឹងក៏រេឡើងខ្ញុំមិនគិតសោះថាពួកគេនោះប្រើប្រាស់សញ្ញាកាតលឿនអញ្ចឹងសត្វខាងវិញ្ញាណទាំងអស់នោះសុទ្ធតែជាសត្វដ៏មានតម្លៃរបស់គ្រួសារនីមួយៗប៉ុន្តែជាអកុសលស្ថានភាពមួយនេះហាក់ដូចជាមិនបានផ្លាស់ប្ដូរទេរួចក៏សួរឌឺទៅចុះហ្វានថាតើឥឡូវនេះឯងព្រួយបារម្ភឬនៅឥឡូវនេះចាំយើងជួយឯងក៏បានដែរកុំឲ្យខាតពេលវេលាចាត់ការពួកគេនោះឲ្យខ្លាចទៅជាសាកសពទាំងអស់រួចគេក៏បានបញ្ចេញសត្វខាងវិញ្ញាណស្ដេចតៅអណ្ដាភ្លើងឲ្យតែបញ្ចប់គ្នារបស់ចុះហ្វានស៊ីងយុនឃើញចឹងដឹងថានេះគឺជាសត្វវិញ្ញាណថ្នាក់ទី6ស្ដេចតៅអណ្ដាភ្លើងសត្វវិញ្ញាណរបស់ពួកគេនេះចាប់ផ្ដើមភ័យខ្លាចហើយក្រោយពេលលើសម្រែករបស់សត្វវិញ្ញាណនោះនៅពេលដែលស្ដេចសត្វតៅអណ្ដាភ្លើងចូលរួមនៅក្នុងសមរភូមិអ្នកវខាតកម្រិតទី4កម្ពុជានឹងក៏ត្រូវវេទនាដែរតែពួកយើងពិតជាត្រូវស្លាប់នៅទីនេះមែនឬអាខាងសត្រូវដល់ពេលឃើញចឹងគឺឈរសចំអកតែម្ដងឈិនធាននិយាយឌឺទៅចុះហ្វានថាបើសិនជាឯងចាស់ចេញទៅតើមាននរណាគេមករារាំងយើងនៅក្នុងចិត្តគិតឡើងរាល់ដងនឹងក៏បានចាញ់ចុះហ្វានតែដល់ពេលដែលបានឈ្នះវិញអញ្ចឹងគឺរីករាយមែនតើចុះហ្វានឥឡូវកំពុងតែគិតតើគួរតែតបតជាមួយនឹងមួយណាមិនថាខ្ញុំរើយកមួយណានោះទេខ្ញុំនៅតែបរាជ័យអញ្ចឹងព្រាមមកដែរជួនជារន្ទះរបស់ចុះហ្វាននឹងក៏មានប្រតិកម្មចុះហ្វានក៏ឆ្ងល់មិនដេចបានជាបាក់សឺរន្ទះឆៅអឺមានប្រតិកម្មបែបនេះអញ្ចឹងប៉ុន្តែគាត់ក៏នៅឃើញហើយទោះបីជាស្ដេចតៅអណ្ដាភ្លើងនេះមិនមែនជាសត្វតែមួយដែលបានសម្លាប់ម្ដាយរបស់គេប៉ុន្តែនៅក្នុងចិត្តវិញគឺនៅតែចង់សងសឹកអញ្ចឹងទោះជាអញ្ចឹងក៏ដោយចុះហ្វានគិតថាឆៅអឺនេះគឺជាសព្វញ្ញឋានៈទី4ប៉ុណ្ណោះតែអាចទៅទប់ទល់ជាមួយនឹងស្ដេចតៅអណ្ដាភ្លើងសព្វញ្ញឋានៈទី6យ៉ាងម៉េចទៅប៉ុន្តែយ៉ាងណាចុះហ្វានគឺមិនមានវិធីសាស្ត្រអ្វីផ្សេងទៀតនោះទេក៏និយាយឡើងលោកប្រុសតូចហងពូខ្ញុំគឺមិនចង់បង្ហាញនោះទេប៉ុន្តែតាំងពីលោកបានធ្វើទៅហើយខ្ញុំមានតែបង្ហាញទៅកាន់លោកវិញទេរួចក៏ស្រែកឡើងឆៅអឺឆាប់ចេញមកខណៈពេលនោះល្បឿនដូចជារន្ទះពណ៌ស្វាយក៏បានលេចចេញមកល្បឿននេះលឿនពេកពួកគេនោះក៏ឆ្ងល់ដែរតើជាអ្វីតែនេះគឺជាបាក់សឺរន្ទះសព្វញ្ញឋានៈទី6ឬតែសូម្បីតែសព្វញ្ញឋានៈទី6ហ្នឹងក៏គេមានដែរឬយូសានិយាយឡើងថាស្វាបារម្ភទៅរឿងនោះមិនកើតឡើងទេបាក់សឺរន្ទះនេះនៅទៅប៉ុណ្ណោះវាគ្រាន់តែជាសព្វញ្ញឋានៈទី4វាគឺមិនអាចប្រៀបស្មើជាមួយនឹងស្ដេចតៅអណ្ដាភ្លើងដែលពេញវ័យបានឡើយលើពីនេះសូម្បីតែបាក់សឺរន្ទះកម្រិតទី6ហ្នឹងក៏មិនអាចផ្គូផ្គងបានដែរចូលហ្វានតែឯងធ្វើអ្វីហ្នឹងតែឯងបញ្ចេញសព្វញ្ញដ៏អបប្រយោជន៍របស់ឯងឲ្យធ្វើជាចំណុចរបស់ស្ដេចសត្វតៅអណ្ដាភ្លើងមែនទេឈិនឆេងគិតឡើងថាចុះហ្វានគឺអស់សង្ឃឹមហើយសូម្បីតែរបស់ចំនួនតិចតួចក៏គេបញ្ចេញមកដែរចំណែកឈិនធានក៏ចំអន់ថាចុះហ្វានតែឯងអស់សង្ឃឹមដល់ឋានៈនឹងឬតែសូម្បីតែសារវិញ្ញាណដែលអបប្រយោជន៍របស់ឯងក៏បញ្ជូនមកឲ្យងាប់ដែរចុះហ្វានទៅវិញតើខ្ញុំអាចនិយាយអ្វីបានទៅបើសិនបើវាចង់ស្លាប់ទៅហើយខ្ញុំមិនអាចបញ្ចុះវាបានទេទោះជាអញ្ចឹងនៅក្នុងចិត្តគិតឡើងគាត់គឺមិនដឹងអំពីធម្មពលពិតរបស់ឆៅអឺឡើយតាមធម្មតាសព្វញ្ញឋានៈទី4គឺមិនហ៊ានតតាំងជាមួយនឹងសព្វញ្ញឋានៈទី6ទេបើគិតទៅឱកាសដែលឆៅអឺគឺសើតែមិនមានតតែសោះឈិងធានឃើញតែមុខចុះហ្វានអញ្ចឹងគិតឡើងមើលទៅអាលិតនេះគឺអស់ល្បិចនៅក្នុងការប្រើប្រាស់ហើយវាទីបំផុតគឺចិត្តឈានទៅរកការបរាជ័យហើយចំណែកនៅខាងសព្វញ្ញវិញស្ដេចតៅឃើញអញ្ចឹងក៏ស្រែកក្រហមឆៅអឺក៏មិនខ្លាចដូចគ្នាក៏ស្រែកតបទៅវិញរួចក៏បានប្រើល្បឿនដ៏លឿនហោះឆ្វែងជួយរាងកាយស្ដេចតៅស្ដេចតៅក៏បានខ្ជាក់ដុំភ្លើងដ៏ធំមួយចេញពីមាត់របស់វាឆៅអឺឃើញអញ្ចឹងក៏ហោះគេចពីអណ្ដាភ្លើងនោះចុះហ្វានគិតឡើងឆៅអឺគឺជារូបតំណាងនៃរន្ទះគឺមានល្បឿនលឿនជាងស្ដេចតៅអណ្ដាភ្លើងឲ្យតែគេអាចគេចបានគឺនៅតែមានឱកាសចំណែកឈិនធាននិយាយឡើងឯងប្រហែលជាគិតថាស្ដេចតៅអណ្ដាភ្លើងប្រហែលជាមិនមានល្បឿនអាចដេញទាន់សាបាសឺរន្ទះនោះបានទេប៉ុន្តែឯងកុំភ្លេចឲ្យសោះតើវិញ្ញាណសាររបស់ស្ដេចតៅនោះគឺជាអ្វីស្ដេចតៅខ្ជាអណ្ដាភ្លើងមើលជាច្រើនប៉ុន្តែមិនបានត្រូវឆៅអឺឡើយចុះហ្វានឃើញចឹងក៏ភ្ញាក់ផ្អើលតើស្ដេចតៅនេះគឺមានសមត្ថភាពអញ្ចឹងដែរឬឈិងធានចំអន់ថាឯងមានសត្វខាងវិញ្ញាណតែឯងមិនបានដឹងទេឬវិញ្ញាណសត្វខុសពីសត្វខាងវិញ្ញាណម្ចាស់របស់គេបានបង្រៀនវាពីសិល្បៈក្បាច់គុណនិងរបៀបក្នុងការគ្រប់គ្រងរបស់គេនោះទោះជាស្ដេចតៅអណ្ដាភ្លើងមានល្បឿនយឺតជាងតែខ្ញុំបានបង្កើតវិធីសាស្ត្រឲ្យគេនោះងាយស្រួលដោះស្រាយជាមួយនឹងសត្រូវរីឯចុះហ្វានគិតឡើងខ្ញុំតែងតែជាមនុស្សឯកាឬខ្ញុំក៏មិនដែលចិញ្ចឹមសត្វខាងវិញ្ញាណពីមុនមកទេខ្ញុំមិនទាន់បានដឹងពីផលវិបាករបស់វានៅឡើយយ៉ាងណានេះគឺជាការសម្រេចចិត្តរបស់ឆៅអឺអ្វីដែលខ្ញុំអាចធ្វើបានមានតែគាំទ្រប៉ុណ្ណោះអ្វីដែលនៅសល់គេនោះជាអ្នកធ្វើនេះហើយគឺជាផ្លូវបិសាចដែលខ្ញុំបានដើរ
ហើយព្រាមនោះស្ដាយតោដែលភ្លើងក៏បាញ់ថាមពលដ៏ធំមួយទៀតសម្រាប់តែកាន់ឆៅអឺមិនអាចគេចបាននោះទេព្រោះអីមានរណ្ដាភ្លើងតូចៗនឹងឡោមព័ន្ធគាត់ចុះហ្វានដល់ចឹងមិនហ៊ានមើលនោះទេតែនៅក្នុងចិត្តបន្តគិតថាខ្ញុំគឺជាអ្នកភ្ញាក់ឆៅអឺក៏អាចចាត់ទុកបានថាគេនេះគឺជាកូនរបស់ខ្ញុំប្រកាសណាស់គេនឹងដើរលើផ្លូវដូចជាខ្ញុំរួចថាមពលនឹងក៏បានបន្ទូលឡើងយ៉ាងខ្លាំងចុះហ្វានឃើញម៉ាប់នេះបានត្រឹមតែសម្លឹងមើលទៅខាងលើទេឈិងធានិយាយចំអន់ថាចុះហ្វាននៅពេលនេះអញគឺគ្មានអ្វីនៅក្នុងខ្លួនទៀតទេអញសូម្បីតែបញ្ជូនសត្វខាងវិញ្ញាណរបស់អញនឹងឲ្យទៅរើស្លាប់តែអាណាគេក៏បានកលែងមើលទៅខាងលើរួចក៏មានការភ្ញាក់ផ្អើលព្រោះតែអាណាភ្លើងទាំងអស់មកនេះមិនអាចធ្វើអ្វីទៅលើឆៅអឺបានឡើយអាប៉ែនោះស្រែកឡើងមើលហៅថាតើនេះគឺជាជំនាញអ្វីទៅបាក់សិររន្ទះមានជំនាញអញ្ចឹងដែរឬចុះហ្វានមើលទៅកាន់ខែពណ៌ស្វាយនោះដូចជាស្រដៀងយ៉ាងម៉េចទេវាដូចគ្នាទៅនឹងរនាំងការពារដែលមាននៅលើចលឹងភ្នំរន្ទះតែរឿងមួយនេះអាចជានិយាយដល់ត្រឹមនេះមើលទៅកាន់ឆៅអឺគឺចាប់ផ្ដើមលេងវិញម្ដងហើយភ្លាមនោះថាមពលរន្ទះពណ៌ស្វាយយ៉ាងខ្លាំងក្លាក៏បានបន្ទូចេញមកស៊ីនយុនឃើញចឹងក៏ហៅទៅកាន់ឡុងចែជាមួយនឹងឡុងគួយតែពួកអញទាំងពីរបានឃើញរន្ទះមួយនេះដែរទេឡុងគួយតបថាត្រូវហើយវាដូចគ្នាទៅនឹងរន្ទះពណ៌ស្វាយរបស់លោកពូជូប៉ុន្តែអំណាចរបស់វានេះគឺខ្លាំងជាងឆ្ងាយណាស់ជាងធានសួរទាំងផ្ញើបាថាចុះហ្វានតើវានៅតែជាបាសេរន្ទះទៀតដែរទេចុះហ្វាននៅពេលនេះចាប់ផ្ដើមនិយាយឌឺវិញហើយត្រូវហើយវាជាបាសេដែលខ្ញុំបានបង្វឹកដោយផ្ទាល់រួចក៏ស្រាវបញ្ជាឲ្យឆៅអឺឆាប់បញ្ចប់សត្វតោនោះចោលទៅ